សួស្តីអ្នកស្ដាប់ទាំងអស់គ្នាតើអ្នកធ្លាប់គិតទេថាមនុស្សដែលអ្នកកំពុងនិយាយលេងយ៉ាងស្និទ្ធស្នាលនៅលើបណ្ដាញសង្គមជាមួយអ្នកហើយជាមនុស្សដែលយល់ចិត្តអ្នកបំផុតហើយគេជាមនុស្សដែលចង់ជួយអ្នកបំផុតពេលអ្នកមានទុក្ខលំបាកហើយតើវាពិតដែរឬទេថាគេជាមនុស្សបែបនោះមែនឬមួយគេគ្រាន់តែជាអ្នកប្រមាញ់ដែលកំពុងរង់ចាំឱកាសលេបត្របាក់អ្នកថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ទីក្រុងសាម៉ាក្នុងខេត្តកាណាកាវ៉ាក្នុងប្រទេសជប៉ុនក្នុងឆ្នាំ2017នៅក្នុងបន្ទប់ជួលដ៏តូចចង្អៀតមួយប៉ូលីសបានរកឃើញរឿងរ៉ាវដែលលើសពីការស្រមៃរបស់អ្នកវាមិនមែនគ្រាន់តែជាការសម្លាប់មនុស្សម្នាក់ឬពីរនាក់នោះទេប៉ុន្តែជាការសម្លាប់មនុស្សទៅដល់9នាក់មនុស្សដល់ទៅ9នាក់ដាក់ក្នុងធុងទឹកកកជុំវិញបន្ទប់របស់ឃាតករតើវាមានរឿងអ្វីកើតឡើងឲ្យប្រកាសតោះតាមដានទាំងអស់គ្នាគ្រប់យ៉ាងចាប់ផ្ដើមចេញពីការបាត់ខ្លួនរបស់យុវតីម្នាក់អាយុ23ឆ្នាំនៅទីក្រុងហាជីអូជីនាងបានបាត់ខ្លួនដោយគ្មានដំណឹងនៅពាក់កណ្ដាលខែតុលាប៉ុន្តែសំណាងល្អដែលនាងមានបងប្រុសម្នាក់ដែលមិនព្រមបោះបង់បងប្រុសរបស់នាងបានចូលទៅក្នុងកន្នី Twitter របស់ប្អូនស្រីហើយបានឆែកឃើញសារចុងក្រោយដែលគួរឲ្យតក់ស្លុតប្អូនស្រីរបស់គាត់បានបង្ហោះថាខ្ញុំចង់សម្លាប់ខ្លួនប៉ុន្តែខ្ញុំខ្លាចស្លាប់ម្នាក់ឯងតើមានអ្នកណាចង់ស្លាប់ជាមួយខ្ញុំទេភ្លាមនោះមានកន្នីមួយឈ្មោះថាហាងមែនដែលប្រែជាភាសាខ្មែរថាចង់កបានចូលមកឆ្លើយតបថាតោះយើងស្លាប់ទៅជាមួយគ្នាខ្ញុំនឹងជួយអ្នកឲ្យទៅដោយគ្មានការឈឺចាប់ហើយនេះគឺជាចំណុចចាប់ផ្ដើមនៃខ្សែញាក់ដែលនាំទៅរកឃាតករឈាមត្រជាក់ស៊ីរ៉ៃឈីបងប្រុសរូបនោះបានតាក់ទងប៉ូលីសហើយពួកគេបានប្រើផែនការដាក់នុយបញ្ឆោតដោយឲ្យស្ត្រីម្នាក់ទៀតផ្ញើសារទៅកាន់ឃាតករធ្វើជាចង់សម្លាប់ខ្លួនដែរឃាតករនោះបានលេបនុយភ្លាមគេបានណាត់ជួបស្ត្រីរូបនោះហើយប៉ូលីសបានតាមដានរហូតដល់ផ្ទះជួលរបស់គេនៅថ្ងៃទី30ខែតុលាឆ្នាំ2017ប៉ូលីសបានគូសទ្វារផ្ទះរបស់ឃាតករដើម្បីចាប់ខ្លួននិងស្វែងរកជនរងគ្រោះព្រោះពួកគេគិតថានាងនៅមានជីវិតគ្រាន់តែឈានជើងចូលប៉ូលីសបានធំក្លិនមួយយ៉ាងចម្លែកវាជាក្លិនស្អុយរលួយលាយឡំជាមួយក្លិនខ្សាច់អនាម័យរបស់សត្វឆ្មានៅកាច់ជ្រុងបន្ទប់មានធុងក្លាសេទឹកកកនិងធុងជ័រជាច្រើនតម្រៀបគ្នាប៉ូលីសសួរដោយសំឡេងមាំថាតើក្មេងស្រីដែលបាត់ខ្លួននៅឯណាហើយឃាតករមិនបានរត់មិនបានតតាំងគេគ្រាន់តែចង្អុលទៅធុងទឹកកករួចនិយាយយ៉ាងត្រជាក់ថានៅក្នុងធុងនោះហើយនៅពេលប៉ូលីសបើកធុងនោះឡើងពួកគេបានឃើញក្បាលមនុស្សដែលត្រូវបានកាត់ផ្ដាច់ដាក់ក្នុងថង់ប្លាស្ទិកហើយមិនមែនមានតែមួយនោះទេប៉ូលីសបន្តបើកធុងផ្សេងទៀតរហូតរកឃើញក្បាលមនុស្សសរុបដល់ទៅ9នាក់និងមានក្បាលចំនួន9និងបំណែកឆ្អឹងជាង240ដុំតើឃាតករធ្វើវាបានដោយរបៀបណាគេបានប្រើពេលត្រឹមតែ2ខែប៉ុណ្ណោះដើម្បីសម្លាប់មនុស្ស9នាក់ជនរងគ្រោះភាគច្រើនជាយុវតីដែលមានបញ្ហាផ្លូវចិត្តនិងចង់សម្លាប់ខ្លួនគេបានលបួងពួកគេមកផ្ទះវាឲ្យសន្លប់រួចរឹតកសម្លាប់បន្ទាប់មកគេបានប្លន់យកលុយកាក់និងធ្វើបាបសាកសពដើម្បីកុំឲ្យអ្នកជិតខាងដឹងគេបានទិញយោណាអាឈើមកកាត់សាកសពក្នុងបន្ទប់ទឹកឃាតករសារភាពថាសាកសពទី1ខ្ញុំចំណាយពេល3ថ្ងៃដើម្បីកាត់ប៉ុន្តែដល់សាកសពទី2ទី3ខ្ញុំចាប់ផ្ដើមចំណាំសន្លាក់ឆ្អឹងហើយខ្ញុំអាចធ្វើវាបានត្រឹមតែក្នុងរយៈពេល1ថ្ងៃប៉ុណ្ណោះនេះជាសម្ដីដែលចេញពីមាត់មនុស្សម្នាក់ដែលគ្មានមន្តសការតតែសោះអ្វីដែលកាន់តែរន្ធត់គឺឃាតករបានបោះចោលសាច់និងសរីរាង្គខាងក្នុងទៅក្នុងធុងសម្រាមប៉ុន្តែគេរក្សាទុកក្បាលនិងឆ្អឹងនៅក្នុងធុងទឹកកកព្រោះគេខ្លាចប៉ូលីសរកឃើញបើគេយកទៅបោះចោលនៅខាងក្រៅនៅក្នុងតុលាការឃាតករមិនដែលសុំទោសទៅកាន់ក្រុមគ្រួសាររបស់ជនរងគ្រោះឡើយគេថែមទាំងនិយាយថាគេសោកស្ដាយដែលត្រូវគេចាប់បានព្រោះគេចង់សម្លាប់មនុស្សឲ្យបានច្រើនជាងនេះនៅខែធ្នូឆ្នាំ2020តុលាការជប៉ុនបានកាត់ទោសប្រហារជីវិតឃាតកររោគចិត្តនោះរឿងក្តីនេះបានធ្វើឲ្យពិភពលោកភ្ញាក់រលឹកអំពីគ្រោះថ្នាក់នៃបណ្ដាញសង្គមហើយមេរៀនដែលយើងទទួលបានពីករណីនេះគឺភាពឯកោអាចជារឿងគ្រោះថ្នាក់នៅពេលដែលមនុស្សម្នាក់មានអារម្មណ៍អស់សង្ឃឹមពួកគេងាយនឹងក្លាយជាចំណីរបស់មនុស្សអាក្រក់ដែលពូកែប្រើសម្ដីលួងលោមសូមអរគុណសម្រាប់ការតាមដានស្ដាប់ podcast ដ៏រន្ធត់មួយនេះសូមជួយចែករំលែកទៅកាន់មនុស្សដែលអ្នកស្រឡាញ់ហើយកុំភ្លេចថាអ្នកមិនមែនរស់នៅម្នាក់ឯងនោះទេបើមានបញ្ហាសូមស្វែងរកជំនួយពីមនុស្សដែលអ្នកទុកចិត្តពិតប្រាកដជួបគ្នានៅភាគក្រោយជាមួយនឹងរឿងក្តីអាថ៌កំបាំងថ្មីទៀត